ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះចង់មានជាវីដេអូតាក់ទងជាមួយនឹងផ្សាររាត្រីមួយកន្លែងចាគឺនៅកោះនរាយើងហ្នឹងចានិយាយពីថាផ្សារស្រស់ស្អាតមែនតែនគាត់មានតូបមួយមានការរៀបចំយកចិត្តទុកដាក់ពីខាងបងអ្នកលក់ជាច្រើនចាហើយជាពិសេសតូបដែលគាត់មានការរៀបចំមុខម្ហូបមួយបងប្អូនអាចទស្សនាផ្ទាល់ចាមុខម្ហូបដែលបងប្អូនចង់ញ៉ាំឬក៏បងប្អូនចូលចិត្តម្ហូបណាហើយជាពិសេសទីតាំងផ្សារនៅកោះនរាហ្នឹងចាគឺគេមានកន្លែងអង្គុយលេងចាអង្គុយញ៉ាំអីជាលក្ខណៈគ្រួសារមិត្តភ័ក្តិមានជាភេសជ្ជៈគ្រប់ប្រភេទតែម្ដងចាគ្រប់ជំរើសមិនថាម្ហូបខ្មែរម្ហូបជប៉ុនចាម្ហូបចិនអីទេគឺមានទាំងអស់គ្រប់ជាតិសាសន៍តែម្ដងអត់តែប្រទេសចៅមួយទេណាម្ហូបចឹងអីគាត់អត់មានលក់ទេចាអានេះគ្រាន់ថានិយាយក្នុងន័យបញ្ជាក់ថាមានផ្សារដែលយើងមានម្ហូបខ្មែរមានទីតាំងលេងហ្គេមចាពេលយើង stress ខ្លាំងអីហ្នឹងយើងដូចជាកាក់យើងចុចចាប់តុក្កតាលេងបានហើយមានភេសជ្ជៈតិចចាភេសជ្ជៈអត់តិចក៏មានជាទឹកសុទ្ធចាមានទីធ្លាអង្គុយលេងចាស្រស់ស្អាតមានបន្ទប់ទឹកអនាម័យចាមិនថាខាងស្រីខាងប្រុសចាបន្ទប់ទឹកជនពិការក៏គាត់មានដែរនិយាយទៅគឺអនាម័យគឺល្អមែនតែនយើងចូលទៅបន្ទប់ទឹកគឺដឹងតែស្អាតហ្មងឃើញមីងអ៊ំដែលគាត់ប្រចាំការគាត់យកចិត្តទុកដាក់សម្រាប់ការសម្អាតជូនពុកម៉ែបងប្អូនដែលគាត់ចូលប្រើការបន្ទប់ទឹកភ្លាមបតនអីកុំបាច់បារម្ភទេចាកន្លែងស្អាតមានការលេងកម្សាន្តច្រើនបែបច្រើនយ៉ាងដែលបងប្អូនទាំងអស់គ្នាចាចង់រំសាយអារម្មណ៍ពេលយើងធ្វើការហត់ចាចង់ជួបជុំលក្ខណៈគ្រួសារចាដើរមើលថាផ្សារមានអីគេខ្លះមានការលក់ជាគ្រឿងអនុស្សាវរីយ៍ចាមានតុក្កតាមានគ្រឿងអលង្ការចង់ទិញផ្ញើមិត្តភ័ក្តិបងប្អូនឬក៏កូនក្មួយដែលគាត់ចូលចិត្តណាហើយជាពិសេសសម្រាប់មុខម្ហូបចាតូបមួយគឺមនុស្សច្រើនមែនតែនបងអូនដែលគាត់ចង់ទិញកៅអៅក៏មានដែរចាមានទាំងអស់នៅក្នុងផ្សាររាត្រីខាងកោះនរាហ្នឹងអត់មាន sponsor ណាបងប្អូនតែឃើញសកម្មភាពបងអូនដែលគាត់ហត់ពីការសិក្សាចាពីការងារចាចង់មកញ៉ាំបែបជាលក្ខណៈគ្រួសារមាន concert ទៀតចាអត់បានទេ concert ហើយមានផ្សារមុខម្ហូបធ្វើឲ្យភ្លាមបានញ៉ាំភ្លាមបាច់ហត់ធ្វើនៅផ្ទះបាច់ហត់ដើរផ្សារទេនិយាយទៅគឺមកឆ្អិនស្រាប់ហ្មងជាពិសេសចាមានប្រហិតចាបៀកថៃប្រហិតថៃចង់និយាយចឹងហើយមានប្រហិតជំរើសជាច្រើនទៀតដែលបងអូនឬក៏បងប្អូនចង់សាកល្បងភ្លក់និយាយទៅមុខម្ហូបឆ្ងាញ់ណាចាពេលបានម្ហូបឆ្ងាញ់ហើយមានចម្រៀងស្ដាប់លេងកំសាន្តកំដរអារម្មណ៍ហើយយើងបានបាយខ្ចប់ពីផ្ទះចាមានកម្មវិធីនៅមុខកន្លែងយើងញ៉ាំអីទៀតមិនបាច់ចាំចាក់ប៉ះអីទេគឺលេងសបាយផ្ទាល់មាន MC អត់អស់លុយមកកាក់សែនទេ MC គឺគាត់សបាយចិត្តនឹងការលេងហ្គេមជាមួយនឹងបងអូនចាគាត់មានកូនទូចអីមកលេងហ្គេមជុំគ្នាគឺសបាយមែនតែនហ្គេមគាត់ហ្នឹងគឺអត់ចោលទេការរំកំសាន្តមួយអូនចានិយាយពីថា MC បងសេកហ្នឹងគឺបកកាយក្នុងការនាំឲ្យកម្មវិធីកាន់តែសបាយបងចាដែលគាត់មានការញ៉ាំភេសជ្ជៈអីចឹងហើយគាត់ឃើញក្មេងៗគាត់សបាយលេងចឹងណាអត់បារម្ភថាបាត់ក្មេងអីកូនក្មួយអីទេចាបងសេកគាត់ take care ឲ្យហើយចាពុកម៉ែបងប្អូននិយាយទៅយើងដឹងតែសបាយញ៉ាំចាសបាយជុំជុំមួយអ្នកផ្ទះអីចាមិនបាច់ញ៉ាំច្រើនទេបន្តិចបន្តួចអីគ្រាន់តែយើងញ៉ាំបាយឆ្ងាញ់យើងទៅផ្ទះវិញដោយសុវត្ថិភាពចឹងណាហើយសម្រាប់ការលេងកម្សាន្តនេះគឺអត់មានគោលបំណងអីទេគឺបងសេកគាត់ញ៉ាំងឲ្យកម្មវិធីកាន់តែសប្បាយចាពុកម៉ែបងប្អូនខ្លះគាត់សប្បាយមែនតែនពេលឃើញក្មេងៗគាត់មានដងសិល្បៈច្រើនណាហើយការហមរបស់គាត់គឺស្អាតត្មងចាបើបងសេកវិញហូរកលែងអត់ឲ្យចាញ់ទេចាសេកថាកំបិតកំម៉ើមណាខ្ញុំចូលចិត្តមើលគាត់ពេលខ្ញុំហត់ពីការងារអីចឹងនាំក្មួយចាទៅលេងជាមួយនឹងបង MC បងសេកហ្នឹងគឺសប្បាយតែម្ដងតែម៉ាក់ខ្ញុំវិញសើចរហូតដល់ដេកហើយងើបឡើងសើចទៀតចាសើចហើយញ៉ាំទឹកហើយអង្គុយមើលបងសេកទៀតហើយអស់ពីវគ្គ1ចូលវគ្គ1ចាប់មកបាត់ចូលមកបាត់អត់ឲ្យម្លងទេចាគ្រប់បាត់តែម្ដង
សម្រាប់ក្មេងៗវិញក៏គាត់សប្បាយចាជាមួយនឹងបងសេកដែរសម្បីតែក្មួយខ្ញុំចាអត់ភ្លេចទេអ៊ំទៅតនេពីការងារជូនក្មួយទៅរំលេងជាមួយបងសេកផងណាអូយបើថានៅផ្ទះវិញរំគេម្នាក់ឯងគេអត់សប្បាយទេតើបានឡើងឆាកចាថ្ងៃហ្នឹងគេអរណាស់រំផងអីផងលេងហ្គេមផងលេងហ្គេមចាញ់ទេប៉ុន្តែការរំមួយអត់ចាញ់ទេចាបងអឹមស៊ីជូនរង្វាន់គេនឹងជាទឹកប្រាក់ទៀតនិយាយពីអមមកដល់ផ្ទះនឹងអត់ដូចទឹកទេដេកជាមួយកៅអៅរំឡើងបែកញើសនឹងជាមួយនឹងលុយនឹងឯងថានិយាយថាសប្បាយមែនតើបងប្អូនចាអ្នកដែលគាត់អត់ដែរបានទៅលេងអាចទៅលេងបានសម្រាប់កម្មវិធីគាត់សប្បាយថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺថាមានកម្មវិធីប្លែកសប្បាយជាពិសេសបើថ្ងៃកម្មវិធីបន់អ៊ំទូកវិញណាចាអូយខ្ញុំចង់ចាំអនុស្សាវរីយ៍ច្រើនណាស់ជាមួយនឹងផ្សារកោះនារានឹងហ្មងចាគាត់មានកម្មវិធីសប្បាយជាច្រើនមានការសម្ដែងបុកកតោចាមានការសម្ដែងតាក់ទងជាមួយនឹងកម្មវិធីអកអំបុកអ៊ំទូកយើងចាមានការធ្វើជា content តិចដែលបងអូនក៏បានចូលរួមលេងជាមួយយើងហើយចាមានការសម្ដែងកំ pl ែងខ្លីមានការសម្ដែងចម្រៀងចាអូយមានច្រើនមែនតើចង់និយាយថារាប់អត់ចាំអស់ចាសម្រាប់អ៊ំទូកថ្ងៃទី3ហ្នឹងក៏មានកម្មវិធីសម្ដែងសិល្បៈខ្មែរយើងហៅថាល្ខោនខោលដែលខ្ញុំដាក់នៅខាងចុងវីដេអូនិយាយពីថាសិល្បៈខ្មែរយើងគឺតួអង្គមួយដែលគាត់ពាក់គេហៅអីគេពាក់មួកនៃរូបភាពតំណាងឲ្យព្រះរាមឬក៏នាងសីតាឬក៏តាឥសីចានិយាយពីថាដោះមុខចេញអូយសំខាន់ណាស់ចង់និយាយចឹងឲ្យរូបរាយណាបងអូនដែលគាត់ស្រឡាញ់វប្បធម៌ខ្មែរដែលគាត់ស្នងមរតកវប្បធម៌ខ្មែរបែបល្ខោនខោលចាទាំងអស់គ្នាស្គាល់ហើយតើតើនៅល្ខោនខោលរបស់ខ្មែរចាគាត់លេងថ្ងៃអ៊ំទូកទី3ហ្នឹងគឺសប្បាយមែនតើខ្ញុំសប្បាយមើលហើយនិយាយទៅលក្ខណៈហូរនឹងថ្លែងតម្រងតតែអ្នកបានចូលរួមកម្មវិធីហ្នឹងមិនដឹងថាសប្បាយប៉ុណ្ណាហើយយើងមានការបត់ផ្កាឈូកធ្វើបតិតចាយើងមានការបតែបតិតអូយប៉ុនសងច្រើនណាស់ជាមួយខ្ញុំដាក់នៅខាងចុងវីដេអូបងប្អូនបន្ទាប់ពីចប់ពិធីបន់អ៊ំទូកនឹងចាកម្មវិធីផ្សាររាត្រីនៅកោះនារានឹងក៏គាត់មានកម្មវិធីសប្បាយលេងហ្គេមច្រើនចាអាណិតជាងគេ MC បងសេកនឹងឯងចានិយាយពីថាគ្រប់សកម្មភាពការលេងហ្គេមចាជាពិធីកផងលេងជាមួយអូនផងនិយាយពីថាគ្រប់សពតែម្ដងគាត់បាត់បានទាំងអស់ហើយតែសប្បាយទាំងអស់គ្នាហើយសម្រាប់បងអូនដែលគាត់អត់ដែរបានចូលរួមទៅលេងអាចទៅលេងបានកោះនារីយើងនឹងថ្ងៃសៅរ៍ថ្ងៃអាទិត្យទៅតែថាអត់មានកម្មវិធីសប្បាយទេគឺសប្បាយរហូតតែម្ដងសឹងថាយើងនិយាយ100ដង1000ដងស្មើបានទៅចូលរួមលេងតែទៅមើលផ្ទាល់ទេគឺដឹងតែម្ដងហើយដឹងថាអ្នក voice over នេះនិយាយការប៉ັດអប់ចឹងណាចង់និយាយចឹងសំខាន់ចង់ឲ្យបងប្អូនបានទៅលេងទាំងអស់គ្នាដើម្បីបោះចោលទុកកង្វល់ដែលយើងមានធម្មតាទេម្នាក់តែងតែមានទុកកង្វល់ពេលដែលយើងដល់ទីតាំងណាដែលយើងចំណាយលុយតិចចាមានភាពសប្បាយរីករាយមានស្នាមញញឹមចាញ៉ាំបាយបានសម្រានលក់ស្រួលចាជាមួយនឹងទីតាំងស្រស់ស្អាតមានអនាម័យមុខម្ហូបញ៉ាំឆ្ងាញ់តម្លៃសមរម្យនិយាយពីថាសាកទៅលេងទៅគឺខ្ញុំអាចនឹងនិយាយថាកន្លែងទីតាំងដែលខ្ញុំរីកមិននេះគឺល្អមែនតើហើយសម្រាប់បងអូនដែលគាត់មានកូនទទួលគាត់ចូលចិត្តហមចូលចិត្តលេងចាគាត់ចូលចិត្តសប្បាយចាមិនបាច់បារម្ភទេទៅលេងផ្សារកោះនារានឹងទៅនិយាយទៅក្មេងៗគឺគាត់សប្បាយជាមួយយើងហើយអត់មានបារម្ភអីខ្លាចបាត់វែងអីទេចាហើយក្មេងៗឥឡូវគាត់ឆ្លាតណាស់ពេលគាត់វែងម៉ាក់វែងអីចឹងគាត់សុំបងសេកបង MC នៅកោះនារីនឹងគាត់សុំប្រកាសហៅម៉ាក់ហៅប៉ាហៅមីងហៅបងហៅប្អូនចឹងណារហូតដល់គាត់មកយកដល់ឆាកចឹងទៅគាត់ដឹងហើយចាអត់មានវែងតាណាទេព្រោះអីក្មេងៗគាត់ចូលចិត្តណាស់សប្បាយនៅលើឆាកនឹងទាំងអស់គ្នាហើយtrongវីដេអូក៏ខ្ញុំមានវីដេអូតាក់ទងនឹងក្មេងៗដែលគាត់ខំលេងស្វាយចប់ហ្នឹងគឺគាត់មានចម្រៀងចាចម្រៀងដែលលើកទឹកចិត្តបងកងតបជួមុខដែលគាត់ច្រើនទៅឈៀងនៅសាលារៀនចាមកដល់កោះនារានេះគឺបងសេកគាត់នាំឈៀងបាត់នឹងនិយាយពីថារំផងឈៀងផងខ្ញុំទៅសារមែនតែនហ្មងហើយក្មេងៗទាំងអស់គាត់ចេះឈៀងបាត់បងកងតបនឹងទាំងអស់និយាយទៅគាត់ឈៀងសឹងព្រោះជាង
បងធំទេណាសូម្បីបងសេកអីចាសលេង MC ចង់ច្រៀងអត់ដល់គាត់ណាចង់និយាយចឹងចាហើយវីដេអូនេះក៏អត់មានគោលបំណងអីដែរពុកម៉ែបងប្អូនគោលបំណងដែលខ្ញុំធ្វើឡើងនេះគឺចង់ recommend ឲ្យបងអូនពុកម៉ែបងប្អូនដែលគាត់ហត់នឿយពីការងារពីការសិក្សាចង់ទៅកន្លែងណាដើម្បីបំបត្តិ stress បំបត្តិទុក្ខកង្វល់ចាទៅលេងចោះចាគឺអត់ខកបំណងទេទាំងមុខម្ហូបឈ្ងុយឆ្ងាញ់តូបបងមួយគាត់រស់រាយរាក់ទាក់ចាការរៀបចំមុខម្ហូបគឺមានអនាម័យចាហើយការវេចខ្ចប់ដាក់ចានដាក់ឲ្យយើងញ៉ាំបានស្រួលហ្មងណាហើយមានធុងសម្រាមអីល្អមែនតើដោយសារយើងការពារបរិស្ថានដែរហើយវីដេអូដែលខ្ញុំថតនេះតិចថាមានសម្រាមគឺអត់ទេនិយាយទៅពុកម៉ែបងប្អូនគាត់យល់ដឹងពីការថែទាំបរិស្ថានដូចគ្នាគាត់ញ៉ាំណាគាត់មានធុងសម្រាប់ដាក់នៅនឹងបើសិនជាគាត់មានធុងសម្រាប់ក៏គាត់មានថង់សម្រាប់ការញ៉ាំហើយអស់ចឹងគាត់ដាក់វេចខ្ចប់កាន់ទៅចោលអីដែលមានធុងសម្រាប់ធំអីទើបគាត់បោះចោលហើយក្មេងៗក៏គាត់សកម្មពេលដែលឃើញបងអូនពុកម៉ែបងប្អូនគាត់ចេះមានអនាម័យចាចេះថែរក្សាបរិស្ថានទាំងអស់គ្នាចឹងក្មេងៗគាត់យកគំរូតាមនិយាយទៅគឺទៅកន្លែងណាគឺស្អាតកន្លែងហ្នឹងខ្ញុំចង់ឲ្យទាំងអស់គ្នាមានចំណុចហ្នឹងទាំងអស់គ្នាចឹងណាហើយនេះចូលមកដល់វគ្គដែលខ្ញុំធ្លាប់និយាយពាក់កណ្ដាលវីដេអូដែលខ្ញុំលើកឡើងតាក់ទងនឹងពិធីបុណ្យអុំទូកថ្ងៃទី3មានការលេងល្ខោនខោហ្នឹងណាគឺខ្ញុំអត់កុហកទេនិយាយទៅគឺផ្សាររាត្រីគេហ្នឹងគឺគេមានឲ្យពុកម៉ែបងប្អូនទស្សនាគឺសប្បាយរីករាយជាមួយគាត់តែម្ដងហើយចង់និយាយថាអនុស្សាវរីយ៍ខ្ញុំច្រើនដែរដោយសារខ្ញុំទើបតែស្គាល់ផ្សាររាត្រីកោះនារីនឹងដែរទេពុកម៉ែបងប្អូនចាបើតនេពីការងារអាចអញ្ជើញទៅលេងទាំងអស់គ្នាបានហើយខ្ញុំចង់បញ្ជាក់នេះចាតួអង្គអូយដូចព្រះអិនណាចាគាត់ស្អាតសង្ហារុះរាយចាហើយអ្នក review នេះក៏ស្អាតដែរចាស្អាតបែបផ្សេងខ្ជូតចឹងណាចាអូសុំតួអង្គបងយ៉ាចាអូបងយ៉ាក៏សង្ហាដែរយាយមែនឲ្យអ៊ូយហ្មងពេលចប់កម្មវិធីគាត់មកបត់បតិចមួយយើងទៀតចឹងហីចាហើយនេះបតិចដែលខ្ញុំចង់អួតបន្តិចចាស្នាដៃលើកទី1របស់ខ្ញុំក្នុងឆាកជីវិតអាចារ្យដែលអាចបត់បតិចបានស្អាតចេះអីអូយនិយាយទៅខាងផ្សារកោះនារីគាត់មានកម្មវិធីល្អច្រើនឲ្យយើងមានអនុស្សាវរីយ៍យើងធ្វើប្រតិទដើម្បីដាក់បតែតាមទឹកទន្លេរបស់យើងណាចាទន្លេមេគង្គទន្លេ4មុខយើងហ្នឹងដើម្បីផ្សងចារកគូព្រេងចាផ្សងឲ្យសុខសប្បាយហើយនេះជាការសម្ដែង show នៅថ្ងៃអុំទូកទី3និយាយទៅខ្ញុំមានអនុស្សាវរីយ៍មែនតើដោយសារខ្ញុំលើកទី1បានឃើញការសម្ដែងតាក់ទងជាមួយនឹងល្ខោនខោពេលគាត់ចប់កម្មវិធីភ្លាមចា MC យើងបងសេកហ្នឹងក៏គាត់សនំពរឲ្យតួអង្គមួយគាត់បញ្ចូលសលេងដើម្បីឲ្យពុកម៉ែបងប្អូនសើចសប្បាយទាំងអស់គ្នានិយាយពីថាសំឡេងហូរកជ្រាវពុកម៉ែបងប្អូនគឺជាកម្លាំងចិត្តដល់សិល្បករចាសិល្បៈខ្មែរយើងឲ្យគាត់សប្បាយក្នុងការបញ្ចេញសមត្ថភាពឲ្យពុកម៉ែបងប្អូនបានទស្សនាដោយរីករាយចឹងណាពុកម៉ែបងប្អូនចឹងនិយាយថាអ្នកនិយាយនេះគឺអត់បានអីទេគ្រាន់តែចង់ឲ្យពុកម៉ែបងប្អូនសប្បាយរីករាយទាំងអស់គ្នាដែរចាហើយកុំភ្លេចអាចទៅលេងបានទាំងអស់គ្នាដោយសេរីគឺអត់អស់លុយទេសម្រាប់កម្មវិធីសប្បាយនៅកោះនារីផ្សាររាត្រីហ្នឹងហើយសម្រាប់អ្នកដែលគាត់ចា stress ខ្លាំងអីហ្នឹងចាទៅបោះចោលអស់ទៅនៅកោះនារីកុំឲ្យថាអ្នក voice over នេះចេះតែថាកម្មវិធីគឺសប្បាយរហូតអ្នកដែលគាត់ធ្លាប់ទៅលេងគឺគាត់ដឹងហើយជាកម្រងអនុស្សាវរីយ៍ដែលខ្ញុំចង់រក្សាហើយចង់ជួយផ្សព្វផ្សាយវប្បធម៌ខ្មែរយើងឲ្យគាត់ដឹងថាខ្មែរយើងគឺមានអរិយធម៌វប្បធម៌ម្ហូបខ្មែរឈ្ងុយឆ្ងាញ់ហើយមានការអភិវឌ្ឍរីកចម្រើនខ្លាំងមែនទែនដោយសារថ្នាក់ដឹកនាំរបស់យើងគឺគាត់ខិតខំមែនទែនណាសម្រាប់ការដឹកនាំប្រទេសឲ្យរីកចម្រើនទុកឲ្យកូនចៅចំនួនក្រោយគាត់សប្បាយរីករាយជាមួយនឹងការរីកចម្រើននេះឲ្យកាន់តែល្អហើយល្អទៀតល្អលក្ខណៈថាអាចឈានទៅដល់ប្រទេសជិតខាងមិនអាចមើងងាយបានចង់និយាយចឹងចាឥឡូវនេះខ្ញុំស្ដាប់បទចម្រៀងដែលខ្ញុំទើបតែនិយាយនៅពាក់កណ្ដាលវីដេអូមុនណាដែលបញ្ជាក់ថាក្មេងៗទាំងអស់គ្នាអាចច្រៀងបទកងទ័ពជួមុខបានណាបទដែលយើងតែងតែច្រៀងលើកទឹកចិត្តដល់វរៈកងទ័ពជួមុខយើងដែលគាត់ពលីដើម្បីជាតិអញ្ចឹងហើយក្មេងៗគឺគាត់សប្បាយហើយគាត់អត់ដែរភ្លេចទេសម្រាប់ការច្រៀងជួយលើកទឹកចិត្តទៅបងកងទ័ពជួមុខហើយអរគុណសម្រាប់ការពលីដើម្បីឲ្យប្រជាជនខ្មែរយើងមានសេចក្តីសុខ
ចាធ្វើឲ្យប្រទេសជាតិរីកចម្រើននិងអភិវឌ្ឍទៅថ្ងៃមុខទៀតហើយកូនក្មួយចាពុកម៉ែបងប្អូនសង្ឃឹមថាទាំងអស់គ្នាមានក្តីសុខចាជួបតែការរីកចម្រើនចាមានលុយហូរចូលកប៉ៅឈឹបហើយបើសិនជាមានបញ្ហាអីសូមឲ្យការដោះស្រាយគឺមានសម្រាប់អ្នកដែលគាត់មានបញ្ហាមិនថារឿងគ្រួសារមិនថារឿងលុយកាក់រាល់បញ្ហាទាំងអស់សង្ឃឹមថាបងប្អូនអាចដោះស្រាយបានទាំងអស់គ្នាចាវីដេអូក៏បានមកទីបញ្ចប់អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សម្រាប់វីដេអូថ្មីទៀតបងប្អូនកុំភ្លេចចុច subscribe ចា follow page អូនមួយផងណាអរគុណជម្រាបលាចា